បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកទស្សនាការនេសាទត្រីរបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គទាំងអស់គ្នាហើយនេះពួកខ្ញុំជិះដោយទូកទៅមើលមងដែលពូគាត់បានដាក់កាលពីព្រឹកអញ្ចឹងពេលល្ងាចឡើងគាត់ទៅមើលគាត់ទៅសារអញ្ចឹងណាជាធម្មតានៅខាងពួកខ្ញុំគឺគេដាក់នៅពេលល្ងាចគឺមានន័យថារាយមងបើសិនជាភាសាសាមញ្ញគេថាទៅដាក់មងអញ្ចឹងណាឬក៏យើងនិយាយខ្លីគឺយើងទៅរាយមងហើយបើសិនជាយើងដាក់ព្រឹកគឺយើងទៅមើលល្ងាចហើយបើសិនជាយើងដាក់ល្ងាចយើងទៅមើលព្រឹកហើយការដាក់នឹងដែរគឺយើងអត់តម្រូវឲ្យទៅវាយដេញត្រីឬក៏ធ្វើអីទេមានន័យថាយើងគ្រាន់តែទៅដាក់ទៅរាយចោលទៅនីតិតាំងដែលយើងចំណាំទៅនៅពេលដែលយើងដាក់ហើយយើងទៅមើលទៅយើងសរសារទៅបើសិនជាយើងចង់បដូរកន្លែងអូខេយើងដោះយុទ្ធការវាចេញហើយយើងទៅបោះកន្លែងថ្មីទៅដាក់កន្លែងថ្មីប៉ុន្តែបើសិនជាយើងអត់ទេគឺយើងគ្រាន់តែមើលវាទៅក៏បានដែរតែភាគច្រើននៅខាងខ្ញុំបើសិនជាខែទឹកឡើងហ្នឹងគេអាចថាដាក់វាមួយថ្ងៃពីរថ្ងៃសិនមានន័យថាយើងគ្រាន់តែមើលវាទៅគឺយើងអត់សារវាទេយើងអត់សារហើយយើងអត់រាយវាកន្លែងថ្មីទេគឺយើងទុកវាកន្លែងដដែលហ្នឹងយើងគ្រាន់តែមើលវាអញ្ចឹងណាប៉ុន្តែបើនៅរដូវទឹកស្រកគឺខុសគ្នាគឺខាងបងដែលនេសាទហ្នឹងគាត់អត់ដាក់មានន័យថាឆ្លងថ្ងៃទេគឺគាត់ដាក់ព្រឹកឡើងអញ្ចឹងល្ងាចឡើងគាត់ទៅសារហើយគាត់ទៅដាក់កន្លែងថ្មីអញ្ចឹងណាគាត់អត់ដាក់កន្លែងដដែលទេព្រោះអីត្រីក៏វាដើររកស៊ីឲ្យដូចយើងអញ្ចឹងកន្លែងណាដែលថាយើងដាក់ឲ្យជាប់ត្រីឧទាហរណ៍ថាវាដើរទៅវាមានគ្នាវាមានធីមរបស់វាដែរអញ្ចឹងបើសិនជាវាជាប់គ្នាវាជាប់គឺវាអត់ដើរមកកន្លែងហ្នឹងទៀតទេអញ្ចឹងក៏វាដឹងខ្លះដែរត្រីក៏វាមិនមែនល្ងងសុទ្ធមានន័យថាគ្រោះថ្នាក់នៅកន្លែងហ្នឹងហើយវានៅតែទៅកន្លែងហ្នឹងទៀតទេអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរវាព្រោះអីអត់អាចដាក់អណ្ដែតអញ្ចឹងគឺវាអត់ជាប់ត្រីទេអញ្ចឹងក៏ចំនួនដែលយើងរកបានដែលនេសាទបានដែលជាប់មងដែលអីហ្នឹងគឺវាអត់បានដូចគ្នាបាទហើយសូមបញ្ជាក់ផងដែរថាទន្លេមេគង្គយើងជាទន្លេដែលវែងជាងគេលំដាប់លេខ12នៅលើពិភពលោកហើយវាមានប្រវែងសរុប4200គីឡូម៉ែត្រដែលឆ្លងកាត់ប្រទេសចំនួន6មានដូចជាប្រទេសចិនប្រទេសភូមាប្រទេសថៃប្រទេសឡាវប្រទេសកម្ពុជាយើងហើយនិងប្រទេសវៀតណាមដែលហូរចាក់ចូលទៅក្នុងសមុទ្រខាងត្បូងមានន័យថាផុតទីបញ្ចប់របស់វាគឺវាហូរចូលទៅក្នុងសមុទ្រចិនខាងត្បូងហើយទន្លេមេគង្គយើងបើសិនជាយើងគិតតែក្នុងប្រទេសយើងគឺវាមានប្រវែងតែ500គីឡូម៉ែត្រទេហើយវាឆ្លងកាត់ខេត្តចំនួន5មានដូចជាខេត្តស្ទឹងត្រែងខេត្តកោះចេះខេត្តកំពង់ចាមខេត្តត្បូងឃ្មុំរាជធានីភ្នំពេញខេត្តកណ្ដាលនិងព្រៃវែងហើយចាប់ផ្ដើមវាហូរមានថាក្នុងប្រទេសយើងខ្ញុំនិយាយពីនេះគឺក្នុងប្រទេសយើងឯណាវាហូរពីប្រទេសឡាវមកចូលមកខេត្តស្ទឹងត្រែងហើយចុងបញ្ចប់នៃទន្លេមេគង្គនៅក្នុងប្រទេសយើងគឺខេត្តព្រៃវែងដែលឆ្លងកាត់ស្ពានអ្នកលឿងយើងហ្នឹងរហូតហូរទៅដល់ប្រទេសវៀតណាមអញ្ចឹងក្នុងប្រទេសយើងគឺទីបញ្ចប់នៃទន្លេមេគង្គមានន័យថាយើងផុតដែនទន្លេមេគង្គរបស់យើងគឺនៅខេត្តព្រៃវែងដែលមានព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាមបងប្អូនហើយទន្លេមេគង្គនេះដែរវាជ្រៅវារាក់ទៅតាមរដូវទៅតាមភ្លៀងបើសិនជាខែភ្លៀងគឺវាហូរវាខ្លាំងវាទឹកវាល្អក់វាធំវាហូរចូលតាមតំបន់ទំនាបទៅអញ្ចឹងគឺវាធំទឹកធំត្រីក៏វាដើរទៅតាមនឹងដែរអញ្ចឹងការរកត្រីគឺពួកគាត់អត់ដាក់តាមកណ្ដាលទន្លេទេគឺគាត់ដាក់តាមវាទំនាបដែលមានទឹកអញ្ចឹងណាព្រោះបើសិនជាដាក់នៅក្នុងទន្លេគឺទឹកវាខ្ពស់ទឹកវាជ្រៅអញ្ចឹងអត់អាចដាក់បានទេវាហូរខ្លាំងផងហើយខែទឹកឡើងគឺវានាំមកនៅសម្រស់នៅព្រៃឈើនៃអីអញ្ចឹងទៅគឺអាចគ្រោះថ្នាក់អាចផលវិបាកចំពោះការដាក់មងដាក់អីអញ្ចឹងគឺអាចដាក់ទេនៅទន្លេតែនៅពេលដែលទឹកស្រកនេះ
ចាប់ពីខែ11ខែ12ទៅគឺគាត់ចាប់ដើមដាក់កណ្ដាលទន្លេមានដាក់កណ្ដាលទន្លេហ្មងគឺអត់ដាក់គៀនតាមមាត់ច្រាំងទេគឺកណ្ដាលទន្លេតែម្ដងដូចវីដេអូដែលបងប្អូនឃើញនេះគឺខ្ញុំនេះនៅកណ្ដាលទន្លេអញ្ចឹងគឺទឹកក៏វាមិនរាក់ប្រហែលដែរគឺចាប់មានន័យថាចាប់ពីខែ12អីទៅគឺទឹកស្រកបន្តរហូតស្រកម្ដងតិចម្ដងតិចរហូតដល់ថ្លារហូតដល់អស់គឺម្លងខែ3ទៅខែ4គឺទឹកថ្លាជាងគេគឺក្នុងខែ2ខែ3ហ្នឹងបងប្អូនអញ្ចឹងដូចបងប្អូនដឹងស្រាប់អញ្ចឹងទៅលេងកំពីទៅលេងរោងផ្សោតទៅលេងកោះហាននៅខេត្តស្ទឹងត្រែងអីគឺខែហ្នឹងទឹកថ្លាទឹកត្រជាក់ស្រួលអត់ល្អក់អត់ពោដីពោអីដូចខេត្តផ្សារទេដោយសារវាអត់មានភ្លៀងបងប្អូនអញ្ចឹងពេលដែលវាថ្លាគឺវាដាច់ទឹកភ្លៀងដែរអញ្ចឹងបើសិនជាវាមិនភ្លៀងមកអញ្ចឹងគឺវាល្អក់ទៅតាមនឹងដោយសារទឹកវាហូរអញ្ចឹងនៅពេលដែលទឹកចលនាគឺទឹកវាល្អក់ឲ្យបងប្អូនហើយទឹកទន្លេមេគង្គនេះដែរតាំងពីដើមមកគឺវាអត់ដែររីងទេគឺវាហូររហូតដូចបងប្អូនឃើញអញ្ចឹងគឺខែនេះអត់ភ្លៀងហ្មងដាច់ទឹកភ្លៀងហើយខែ12នេះប៉ុន្តែវានៅល្អក់នៅឡើយដោយសារវាចាប់ដើមថ្លាម្ដងតិចហើយបើសិនជាការចំនួនដែលខ្ញុំដាក់មងកាលនៅក្មេងវិញខែទឹកឡើងអញ្ចឹងអត់អីទេតែបើខែទឹកស្រកគឺពេលខ្លះជិះទូកអីចឹងទៅឃើញឈើឃើញអីកំណាត់ឈើកំណាត់អីចឹងបងប្អូនដូចតែបងប្អូនដឹងស្រាប់ហើយពីសម័យដើមគឺផ្លូវទឹកហ្នឹងឯងជាមធ្យោបាយដឹកជញ្ជូនមធ្យោបាយធ្វើដំណើរដែលល្អជាងគេព្រោះអីដឹងស្រាប់ហើយផ្លូវអីហ្នឹងគឺផ្លូវគោកយើងគឺផ្លូវអាកាសអីហ្នឹងគឺអត់តាន់ទេជាពិសេសផ្លូវគោកគឺយើងអត់តាន់អភិវឌ្ឍអីចឹងផ្លូវទឹកគឺជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនដែលល្អជាងគេអញ្ចឹងនៅសម័យនោះគឺគេជិះទូកជិះក្បូនជិះអីចឹងទៅដើម្បីធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដើម្បីដឹកជញ្ជូនសម្ភារៈផ្សេងហើយនឹងការរកស៊ីដោយសារនៅតំបន់ខាងពួកខ្ញុំគឺសម័យមុនរាំងសម្បូរឈើដែរបងប្អូនអញ្ចឹងដឹងស្រាប់ហើយនៅពេលខែទឹកឡើងគឺឈ្មួញទុច្ចរិតភាគច្រើនគាត់ចោះក្បូនចោះអីចឹងទៅគាត់ចងឈើអញ្ចឹងនៅពេលដែលតាក់ថ្មតាក់អីទៅគឺខែទឹកស្រកទៅនៅពេលដែលពួកបងប្អូនឬក៏ពួកខ្ញុំដែលជាប្រជានេសាទហ្នឹងគាត់ជិះទូកទៅគឺមើលឃើញឈើហ្នឹងតែម្ដងគឺរើសទៅយកទុកទៅឈើណាដែលល្អធ្វើផ្ទះទៅធ្វើឈើណាដែលមិនល្អទុកធ្វើអស់ដុតអីចឹងទៅតែភាគច្រើនគឺជាឈើល្អបងប្អូនអាចចាប់ទុកចាប់អីទៅហើយការរកត្រីនេះដែរវាថ្ងៃខ្លះបានតិចថ្ងៃខ្លះបានច្រើនទៅតាមយថាផលយថាកម្មរបស់យើងអញ្ចឹងបងប្អូនអត់អាចថាដាក់មងតិចរេមងតិចបានច្រើនដាក់មងច្រើនរេច្រើនបានតិចអីទេអញ្ចឹងបើសិនជាថ្ងៃណាយើងដាក់ត្រូវកន្លែងត្រូវតំបន់ដែលត្រីដើរអីចឹងទៅគឺត្រូវទៅថ្ងៃណាដែលមិនសូវត្រូវទៅបានខ្លះដែរគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃដោះស្រាយម្ហូបដោះស្រាយអញ្ចឹងណាទោះមិនបានលក់ដូរក៏បានដោះស្រាយម្ហូបប្រចាំថ្ងៃបានដែរព្រោះធម្មតាគាត់ដាក់2ពេលអញ្ចឹងនៅពេលដែលគាត់ទៅមើលពេលល្ងាចគឺសម្រាប់ដោះស្រាយម្ហូបពេលល្ងាចអញ្ចឹងនៅពេលដែលគាត់ទៅមើលពេលព្រឹកដោះស្រាយសម្រាប់ម្ហូបពេលថ្ងៃអញ្ចឹងអាចដោះស្រាយបានតែភាគច្រើនគាត់ដាក់ទៅក៏បានរៀងក្រាលដែរបងប្អូនគ្រាន់តែគាត់មានសមាជិកគ្រួសារតិចតួចទៅគាត់ទុកតាមលំហូបទៅគាត់អាចលក់បានហើយត្រីនេះដែរមានច្រើនប្រភេទទៅបងប្អូនដូចបងប្អូនឃើញស្រាប់អញ្ចឹងត្រីនេះគេហៅត្រីបកក់ហ្នឹងវាបកាយជក់ថ្មបងប្អូនហើយសាច់វារាងឆ្អឹងតែសាច់វាក៏រាងស្វិតដែរហើយនេះក៏เป็นត្រីស្កាមានត្រីអាចកុកមានត្រីបាកាដោអីចឹងទៅត្រីសាច់ប្រភេទសាច់ហើយការដាក់ហ្នឹងក៏វាជាប់ឈើជាប់អីចឹងទៅមានជាប់ស្លែជាប់ដីអីចឹងខ្លះដែរអញ្ចឹងយើង
រលាស់យើងសម្អាតវាទៅតាមហ្នឹងទៅគាត់ថាវារៀងហត់បន្តិចហើយសម័យដែលខ្ញុំការនៅរៀនភាគច្រើនគេដាក់2នាក់មានន័យថាគាត់ម្នាក់ជាអ្នករាយហើយម្នាក់ទៀតជាអ្នកធ្វើចង្កូតអញ្ចឹងណាតែឥឡូវអត់ទេភាគច្រើនគេគាត់ទៅដាក់តែម្នាក់ឯងទេដោយសារនេះខ្ញុំសុំគាត់ទៅដាក់តែទៅអញ្ចឹងខ្ញុំអង្គុយថតរំលឹកអង្គុយនិយាយគ្នាលេងហើយក៏នឹកអនុស្សាវរីយ៍កាលពីនៅក្មេងអញ្ចឹងទៅបាទដល់ពេលថ្ងៃ29ហ្នឹងតែជឿនេះណាមកទៅឡើង20ហងជាងបាទដូចតែបងប្អូនឃើញអញ្ចឹងគឺការដាក់មងមួយត្បូងខាងខ្ញុំគេហៅមួយត្បូងគឺសំដៅទៅលើមងមួយកំណាត់ទៅតាមប្រវែងទៅតាមអីដែលគាត់សម្រាប់ងាយស្រួលសម្រាប់ពួកគាត់អញ្ចឹងណាអញ្ចឹងគឺគ្រាន់តែចងនេះអញ្ចឹងទៅនេះដូចបងប្អូនឃើញអញ្ចឹងចងកំសួលគេហៅកំសួលយើងនឹងគ្រាន់តែធ្វើពីដបទឹកសុទ្ធយើងធម្មតាទៅតាមតូចទៅតាមធំអញ្ចឹងទៅព្រោះពេលដែលលិចទៅវាបាត់ហើយអញ្ចឹងគឺយើងពឹងទៅលើកំសួលនឹងហើយដែលយើងមើលហើយយើងសម្គាល់ថាជាមងរបស់យើងអញ្ចឹងដោយសារខាងពួកខ្ញុំហ្នឹងគឺមានបងប្អូនប្រជានេសាទផ្សេងមកពីស្រុកផ្សេងក៏ឡើងមកដាក់ដែរដោយសារដោយតែបងប្អូនខ្លះគាត់បានជ្រាបហើយដូចនៅខាងសណ្ដាននៅខាងកម្ពីនៅខាងអីជាតំបន់អភិរក្សហើយក៏ជាតំបន់អត់មានថ្មមានទឹកអីធំទលាយអីចឹងបងប្អូនអញ្ចឹងគាត់ឡើងមកដាក់ខាងលើហើយសូមបញ្ជាក់ដែរថាការនេសាទការរែងមងការអីនេះដែរគឺត្រូវមានរដូវត្រូវមានពេលវេលាដែរដោយសារដោយតែបងប្អូនដឹងស្រាប់ចឹងក្នុងទន្លេមេគង្គយើងនៅខាងខេត្តកោះចេះយើងមានផ្សោតកម្ពីអញ្ចឹងជាសត្វអភិរក្សហើយក៏វាជាសត្វកម្រដែរអញ្ចឹងខែខ្លះគឺខាងជលផលគឺគេបិទអត់ឲ្យរកទេគឺផ្សោតវាឡើងទឹកឡើងគឺផ្សោតក៏វាឡើងទៅដែរវាឡើងទៅខាងស្ទឹងត្រែងវាធ្វើដំណើរទៅខាងស្ទឹងត្រែងមានថាវាហែលពីកញ្ចេះទៅស្ទឹងត្រែងតែម្ដងខែទឹកឡើងបងប្អូនអញ្ចឹងគឺគេបិទអត់ឲ្យរកទេអត់ឲ្យដាក់មងអត់ឲ្យអីទេហើយនៅពេលដែលទឹកស្រកគឺអន្លង់វាគឺកន្លែងដែលវារស់នៅអីហ្នឹងគឺអន្លង់ផ្សោតខេត្តកាពីយើងហ្នឹងអញ្ចឹងនឹងថ្ងៃអញ្ចឹងយើងអាចរកបានតែខែភាសាគឺគេបិទហើយដោយសារវាឡើងទៅប្រកាត់ពូជទៅដោយញីដោយឈ្មោលនៅខាងលើអញ្ចឹងទៅវាដើរទឹកធំអញ្ចឹងបងប្អូនទឹកធំទឹកឡើងគឺវាដើរផ្សោតវាដើរដែរអញ្ចឹងគឺគេបិទហើយបាទហើយចំពោះសត្វក្រពើវិញបងប្អូនសួរថាមានអត់ខ្ញុំអត់ដឹងដែរបងប្អូនខ្ញុំអត់ហ៊ាននិយាយទេមិនដឹងថាមានឬក៏អត់ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺតាំងពីតូចមកដល់ឥឡូវខ្ញុំអត់ដែលឮថាប្រជាពលរដ្ឋឬក៏ក្មេងៗដែលគាត់ចូលចិត្តលេងទឹកនៅតាមរស់នៅតាមបណ្ដោយទន្លេមេគង្គហ្នឹងគឺអត់ដែលឮថាមានគ្រោះថ្នាក់ដោយសារក្រពើខំក្រពើស៊ីឬក៏ក្រពើវាវិហារទេអញ្ចឹងខ្ញុំគិតថាវាអត់មានណាបងប្អូនវាអត់មានច្រើនជាងអញ្ចឹងខ្ញុំគិតថាបើសិនជាវាមានវា
mình ai thành nơi sọc mình tranh màu về bà ha rồi bà mình được sai mình thật thà về ọt hỏi nơi bị mấy chả chả cho chất á bà lại thà miền bà mặt bà mong si tranh bị tặc mà chập mình si chấm hỏi xa nó chụp xa sẵn đàn bóng ổn mơ bị chừng ngày tới cứ khơi xa sẵn đàn khai cái chạy dưỡng hỏi test phép đại nhung nơi khám mục ní cứ mình có mùi nâng chuối hay có mùi nâng đam hay có xóm tốt có xóm thống hay lơ có nâng có miền bóng ổn bởi chỉ bộ rốt nơi bảo bàn của xã đáy có nơi sạt phong có thua sài phong thua chả cà phong chấm hay có nâng về tạc làm cứ có nơi nâng rồi hốt các bạn đài ọt lịch tề về tạc làm cứ ọt lịch có nâng tề còn nơi bàn chấm có tay có khá tội mùa mấy cứ cật lịch đôi có mũi đài nên là bọn nhóm chắc cứ khai phán có đàm mà lật khai xa tật thông lịch bà đài còn nâng chẳng có đàm mặt bàn này khai phán có đàm mà lật đàm ấy chẳng bàn đã xa vì chia đây mình chỉ chia đó bóng ổn đang sạp ấy là phải đại tật làng máu cứ Việt Nam đây Việt Nam chỉ chia màu chẳng chia bọc hộp đầm là lọហើយបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅតាមបណ្ដោយទន្លេមេគង្គគាត់ហ្នឹងហើយពេលដែលខែប្រាំងគាត់ចូលចិត្តដាំនៅតាមមាត់ច្រាំងទន្លេមានដូចជាពោតមានដូចជាថ្នាំខ្លាំងមានដូចជាតកួនមានដូចជាសណ្តែកគួរអីចឹងទៅតាមដែលគាត់ដាំតាមហ្នឹងដែលគាត់ចង់ដាំចង់ហូបចង់លក់អីចឹងអញ្ចឹងវាក៏ផលតប្រយោជន៍យ៉ាងដែរបាទហើយទឹកនេះនឹងមានស្រកបន្តទៀតបងប្អូននៅខែ3ខែ4គឺនឹងស្រកផុសក្បាលថ្មអីតែម្ដងភាសានេះក្នុងខែ12អញ្ចឹងវានៅទឹកនៅខ្ពស់នៅឡើយឯងអញ្ចឹងវានៅមិនតាន់ផុសក្បាលថ្មហើយភេនេះជាក្បាលថ្មបងប្អូនដែលបងប្អូនឃើញមិនមែនឃើញទឹកភេទឹកមានរលកមានភេភុលឡើងចឹងគឺអានឹងជាក្បាលថ្មហើយតែគាត់ថាវាមិនតាន់ឃើញអញ្ចឹងពេលដែលមានឱកាសថតនៅក្នុងខែ3ខែ4ខ្ញុំនឹងថតជូនបងប្អូនទស្សនាទៀតបាទដូចដែលបងប្អូនឃើញអញ្ចឹងនេះជាយុទ្ធការបងប្អូនយុទ្ធការសម្រាប់ដាក់មងយុទ្ធការនេះដែរតាក់បានតែថ្មឯណាបងប្អូនដីខ្សាច់គឺវាអត់មានអីតាក់ទេអញ្ចឹងគឺតាក់អត់ជាប់ទេអញ្ចឹងអាចដាក់ឬក៏រេមងបានទេហើយនេះជាត្រីដែលពួកខ្ញុំរកបានហ៊ានច្រើនប្រភេទគួរសមដែរបងប្អូនបាទហើយនេះជាសកម្មភាពដែលដាក់មងឬក៏រេមងវិញហ្នឹងវាមិនសូវស្មុគស្មាញទេបងប្អូនគ្រាន់តែយើងបោះយុទ្ធការទៅនៅពេលដែលវាតាក់គឺយើងបដោយទូកទៅតាមទឹកទៅហើយយើងតម្លាក់មងទៅវាទៅតាមទឹកខ្សែទឹកហ្នឹងហើយនៅពេលដែលយើងសាគឺប្រចាស់ទឹកហើយយើងទាញទូកឡើងប្រចាស់ទឹកវិញអញ្ចឹងរៀងតឹងរៀងពិបាក
ពេលដាក់អត់សូវអីទេបងប្អូនគ្រាន់ថាពិបាកនៅពេលដែលមានខ្យល់មានអីចឹងទៅវារេទុកទៅតាមហ្នឹងហើយនេះជាត្រីដែលពួកខ្ញុំរកបានមានតែប៉ុណ្្នឹងបងប្អូន5-6ត្បូងអញ្ចឹងពួកខ្ញុំក៏ត្រឡប់ចូលច្រាំងវិញពេលដែលដាក់ពូគាត់មកដាក់ម្នាក់ឯងអញ្ចឹងខ្ញុំអត់បានថតសកម្មភាពពេលដាក់ទេគ្រាន់តែខ្ញុំថតបានពីចម្ងាយអ្នកដែលជាប់ទូកហ្នឹងគាត់ដាក់អញ្ចឹងក៏ខ្ញុំថតជូនបងប្អូនបានតែប៉ុណ្្នឹងហើយនៅពេលដែលចូលច្រាំងវិញក៏ឃើញអ្នកចាប់ផ្ទះគាត់ដាំតកួនអញ្ចឹងក៏ថតរំលឹកអនុស្សាវរីយ៍ការនៅក្មេងមុនទៅរៀនដងទឹកស្រោចបន្លែការខ្ញុំដាំមានពេញប៉ោះមានត្រប់មានអីចឹងបងប្អូនអត់ដូចក្មេងសម័យឥឡូវទេងើបឡើងមានរបស់ញ៉ាំទូរស័ព្ទចុចមើល Facebook មើល TikTok មុនទៅរៀននោះជំនាន់មុនអត់ទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមទោសចំពោះកំហុសឆ្គងអរគុណចំពោះការទស្សនាជម្រាបលាជួបគ្នាវីដេអូក្រោយ